សូមស្វាគមន៍ពុកម៉ែបងប្អូនដែលបានជួបទស្សនាកម្សាន្តតម្រុយលេខឆ្នោតវៀតណាមប្រចាំថ្ងៃតាមរយៈ Channel តម្រុយលេខឆ្នោតវៀតណាមការ៉េប៉ាក់សិនរបស់ខ្ញុំបាទសូមពុកម៉ែបងប្អូនជាការជួយចុច Like Subscribe Channel របស់ខ្ញុំបាទដើម្បីទទួលបាននូវឆ្នោតនិងលទ្ធផលឆ្នោតមុនគេសូមជូនពរពុកម៉ែបងប្អូនមានសុខភាពល្អនិងធេងទាំងអស់គ្នាសូមអរគុណបន្តទៅនេះបាទសូមទស្សនាកម្សាន្តនៅតម្រុយនឹងលទ្ធផលឆ្នោតវៀតណាមដែលចេញនៅថ្ងៃទី22 ខែ 5 បាទនេះជាតម្រុយឆ្នោតនៅថ្ងៃទី12 ខែ 5 2021បាទតម្រុយលេខចូលអត់ចូល20ហើយតម្រុយលេខចូលវាមានលេខ15 ហើយតម្រុយលេខតូចវិញគឺចូលមកខ្ទង់ចូលមកលេខគឺបោះហោគឺលេខ66គឺ66ហើយនៅលេខតម្រុយលេខធំជាក់ស្ដែងគឺយើងអត់មានចូលទេបាទដូច្នេះសរុបមកដល់មក10 30 នាទីគឺយើងចូលបាទចូលតម្រុយរបស់យើងចូលមួយបោះហោ66យើងមកមើលមកហើយចំពោះតម្រុយលេខតូចគឺយើងចូលមួយលេខគឺលេខ19គឺចូលបោះ3បាទបោះ3ចូលលេខ19នៅម៉ោង 4:30 នាទីតម្រុយអូសខ្ទង់របស់យើងចូលបានបោះអាហើយក៏តម្រុយលេខតូចរបស់យើងគឺចូលបោះអា
ហើយនៅម៉ោង 8:30 នាទីអូសបាទតូចរបស់យើងក៏ចេញ25ដែរត្រង់ទៅចេញ25បោះពីបោះទេហើយតម្រុយលេខតូចចំមួយទៀតគឺបោះលេខត្រង់គឺដាក់ដេកបាទអរគុណច្រើនពុកម៉ែបងប្អូនដែលបានចូលទស្សនាកម្សាន្តនៅតម្រុយនៅលទ្ធផលឆ្នាំវៀតណាមប្រចាំថ្ងៃទី12 ខែ 5 2021សូមអរគុណហើយសូមពុកម៉ែបងប្អូនបានជួយចុច like Subscribe ចូលដល់ផលហើយបានចូលព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃបាទសូមអរគុណសូមជម្រាបលាហេងទាំងអស់គ្នាបាទសូមស្វាគមន៍ពុកម៉ែដែលបានចូលទស្សនាកម្សាន្តដើម្បីលេខមកតាមរយៈឆានែលសូមពុកម៉ែបងប្អូនដែលបានចូលទស្សនា Subscribe ឆានែលរបស់ខ្ញុំដើម្បីទទួលបាននូវសូមជូនពរពុកម៉ែបងប្អូនមានសុខភាពល្អនិងហេងទាំងអស់គ្នាសូមអរគុណបន្តទៅនេះបាទសូមទស្សនាកម្សាន្តនៅតម្រុយនឹងលទ្ធផលឆ្នោតវៀតណាមដែលចេញនៅថ្ងៃទី22 ខែ 5 2021បាទនេះគឺតម្រុយឆ្នោតនៅថ្ងៃទី22 ខែ 5 ជាលទ្ធផលបាទទស្សនកម្សាន្តរបស់គ្នាមានលទ្ធផលទៀតនៅសម្រុយនៅម៉ោង 10:30 នាទីបាទ10:30 នាទីសម្រុយលេខតូចហើយសម្រុយលេខតូចចូលដល់លេខបោះគឺ66ហើយតម្រុយលេខតូចរបស់យើងគឺអត់មានចូលទេហើយតម្រុយលេខធំក៏អត់មានចូលដែរដូច្នេះនៅម៉ោង30នៅម៉ោង 1:30 នាទីនេះគឺយើងចូលតម្រុយលេខតូចគ្រប់ទងសេបោះសេបាទនៅម៉ោង 2:30 នាទីបាទតម្រុយអូខ្ទង់របស់យើងគឺចូលពីបោះហូ24បោះអា27ហើយ
ចំណែកម៉ោង 6:30 នាទីម៉ោង 6:30 នាទីតម្រុយអូផ្ទួងគឺយើងចូលបោះអាគឺអាចេញលេខ 27 បាទនេះឯតម្រុយលេខតូចលេខចំឬលេខបុកគឺយើងខុសអត់ចូលទេហើយតម្រុយធំក៏អត់មានចូលដែរចឹងយើងបានទៅបានតែមួយឯងបានអូអា 27 នៅម៉ោង 7:30 នាទីតម្រុយលេខតូចអូផ្ទុំគឺយើងអត់មានចូលទេបាទតម្រុយលេខតូចត្រង់យើងចូលគឺហើយនៅម៉ោង 8:30 នាទីអូបាទអូតម្រុយអូផ្ទួងលេខតូចនេះវាចូលអូ25តែលេខតម្រុយលេខតូចរបស់យើងក៏ចេញ25ដែរលេខតម្រុយលេខតូចបុកត្រង់វាយើងចេញ25បោះគឺបោះសេហើយតម្រុយលេខតូចចំមួយទៀតគឺបុកលេខត្រង់នេះគឺបោះដេបាទលេខ5ចឹងសរុបមកម៉ោង 8:30 យើងចូលតម្រុយសូមស្វាគមន៍ពុកម៉ែដល់ដើម្បីលេខឆ្នោតវៀតណាមប្រចាំថ្ងៃតាមរយៈឆានែលតម្រូវលេខឆ្នោតវៀតណាមការ៉េ7របស់បាទសូមពុកម៉ែបងប្អូនមេត្តាជួយចែក like subscribe ឆានែលរបស់ខ្ញុំបានដើម្បីទទួលបាននូវតម្រូវឆ្នោតនិងលទ្ធផលឆ្នោតមួយទីសូមជូនពរពុកម៉ែបងប្អូនមានសុខភាពល្អនិងហេទាំងអស់គ្នាសូមអរគុណបង្ការទៅនេះបាទសូមទស្សនាកំសាន្តនៅតម្រុយនឹងលទ្ធផលឆ្នោតវៀតណាមនៅក្នុងថ្ងៃទី22បាទនេះគឺតម្រុយឆ្នោតនៅ
ចំពោះតម្រុយលេខតូចគឺយើងចូលមួយលេខគឺលេខ19គឺចូលប៉ុស B បាទប៉ុស B ចូលលេខ19នៅម៉ោង 4:30 នាទីតម្រុយអូខ្ទង់របស់យើងចូលបានប៉ុស A គឺមក22ហើយក៏តម្រុយលេខតូចរបស់យើងចូលប៉ុស A ចំណែកម៉ោង 6:30 នាទីម៉ោង 6:30 នាទីតម្រុយអូខ្ទង់គឺចូលប៉ុស គឺយើងអត់មានចូលទេបាទអត់មានចូលទេហើយតម្រុយលេខតូចបាទបុកលេខត្រង់គឺយើងមានចូលនោះគឺលេខ17ត្រូវនឹងប៉ុស B ប៉ុស B ចូល17ហើយតម្រុយលេខធំយើងអត់មានចូលទេអត់មានចូលទេហើយនៅម៉ោង 8:30 នាទីអូបាទបាទអរគុណច្រើនពុកម៉ែបងប្អូនដែលបានចូលទស្សនាកម្សាន្តនៅតម្រុយនៅលទ្ធផលឆ្នោតវៀតណាមប្រចាំថ្ងៃទី7ខែ5 2026សូមអរគុណហើយសូមពុកម៉ែបងប្អូនដែលជួយចុច like subscribe ជើងរបស់ខ្ញុំផងហើយបានចូលរួមក្នុងថ្ងៃនេះបាទសូមអរគុណសូមជម្រាបលាអរគុណសូមស្វាគមន៍ពុកម៉ែបាទដែលបានចូលទស្សនាហើយលេខឆ្នោតតាមរយៈឆានែលសម្រាប់លេខឆ្នោតវៀតណាមការ៉េ7របស់សូមពុកម៉ែបងប្អូនតាមជួយចុច like ឆានែលរបស់ខ្ញុំដើម្បីទទួលបាននូវឆ្នោតនិងលទ្ធផលឆ្នោតពុកម៉ែបងប្អូនមានសុខភាពល្អនិងភ័យទាំងអស់គ្នាសូមអរគុណបន្តទៅនេះបាទសូមទស្សនាកម្សាន្តនៅតម្រុយនឹងលទ្ធផលឆ្នោតវៀតណាមដែលចេញនៅថ្ងៃទី22ខែ5 2026បាទនេះជាតម្រុយឆ្នោតនៅថ្ងៃទី12ខែ5 2026បាទតម្រុយលេខតូចអូខ្ទង់20តម្រុយលេខតូចយើងមានលេខ15 ព្រឹកបានដល់ម៉ោង 9 ព្រឹករៀងរាល់ថ្ងៃបាទនេះជាលទ្ធផលបាទទស្សនាកម្សាន្តទាំងអស់គ្នាមើលលទ្ធផលធៀបនឹងតម្រុយនៅម៉ោង 10:30 នាទីបាទម៉ោង 10:30 នាទីតម្រុយលេខតូចអូជួង20គឺយើងអត់
ចំណែកម៉ោង 6:30 នាទីម៉ោង 6:30 នាទីតម្រុយអូសទួងគឺយើងចូលបោះAយើងAចេញលេខ 27 ហើយរីឯតម្រុយលេខតូចលេខចំឬលេខបុកគឺយើងខុសអត់មានចូលទេហើយតម្រុយលេខធំក៏អត់មានចូលដែរអញ្ចឹងយើងបាន6លេខអូសនៅម៉ោង 7:30 នាទីតម្រុយលេខតូចអូសទុំគឺយើងអត់មានចូលទេបាទអត់មានចូលទេហើយតម្រុយលេខតូចបាទលេខបុកឬលេខត្រង់គឺយើងមានចូលទេគឺ17ត្រូវបុកទៅ17ហើយនៅម៉ោង 8:30 នាទីអូសបាទគឺបកសេហើយនឹងតម្រុយលេខតូចចំមួយទៀតគឺបុកលេខត្រង់នេះគឺបុកដេលេខ 15 អញ្ចឹងសរុបមកម៉ោង 8:30 នាទីនេះយើងចូលតម្រុយរបស់យើងតម្រុយលេខតូចរបស់យើងគឺ 25 បកសេគឺ 25 បុកនេះគឺ 15 ហើយនឹងអូសខ្ទង់របស់យើងគឺចូលបកសេបាទអរគុណច្រើនដែលពុកម៉ែបងប្អូនដែលបានចូលទស្សនាកម្សាន្តនៅតម្រុយលទ្ធផលស្នាដៃប្រចាំថ្ងៃទី 12 ខែ 5 2026 អរគុណ